Hello ជម្រាបសួរពុកម៉ែបងប្អូនមានវិញដែលស្រឡាញ់ការសិក្សាហើយក៏សូមស្វាគមន៍មកកាន់ Channel ស្រឡាញ់ការសិក្សាដូចគ្នាអូខេអញ្ចឹងខ្ញុំមិនមកបរៀនទេគឺខ្ញុំមកនាំបងប្អូនរៀននិយាយជាមួយនឹងគ្នាអូខេហើយអញ្ចឹងទៅទៀតខ្ញុំនឹងបង្កើតក្រុមមួយសម្រាប់ឲ្យពុកម៉ែបងប្អូនដែលចង់ចូលលេងនិងស្រឡាញ់ការសិក្សាចូលចិត្តលេងចូលចិត្តនិយាយភាសាអង់គ្លេសគឺអាចនិយាយលេងជាមួយបងប្អូននិងបងប្អូនផ្សេងៗបានដែលគាត់ចូលរួមជាមួយបងប្អូនតែឥឡូវមិនមានអ្នកចូលរួមទេហើយ Channel ខ្ញុំក៏ទៅបង្កើតដែរអញ្ចឹងវីដេអូនេះរំពឹងទៅលើពុកម៉ែបងប្អូនបើពេញចិត្តវីដេអូនេះក៏ដូចជាគាត់ថាវីដេអូនេះមានប្រយោជន៍ដល់អ្នកស្រឡាញ់ការសិក្សាដល់អ្នកសិក្សាកុំភ្លេចជួយ Subscribe និងដែលសញ្ញាកណ្ដឹងចុច Like ហើយ Comment លេខជាមួយនឹងបងប្អូនហើយនឹងចែករំលែកបន្តផងបាទអញ្ចឹងថ្ងៃមុនគឺខ្ញុំលើកយកពាក្យ I នៅមុខប្រយោគបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយកពាក្យថា you នៅមុខប្រយោគម្ដងវាមានដូចជា you are my everything you are a liar you are big mouth you are ណែអញ្ចឹងមានច្រើនណាស់មាន how much do you love me មានប្រយោគសំណួរផងមានអីផងចឹងខ្ញុំរៀបជា clear អូខេរៀបជា clear សម្រាប់ចាស់ជូនពុកម៉ែបងប្អូនយើងទស្សនាវាមានច្រើនដែលខ្ញុំរៀបរាប់ទៅវាអត់អស់តែខ្ញុំចាំខ្លះផ្សេងខ្លះអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងទៅមើលជាមួយបងប្អូនទាំងអស់គ្នាអូខេអូខេបងប្អូនឥឡូវយើងមកមើលពាក្យនេះមួយមក you lovely អូខេអញ្ចឹង you lovely ប្រែថាអ្នកគួរឲ្យស្រឡាញ់ណាមុនក៏យើងអាចនិយាយបានថាមួយទៀតនេះបង you look lovely you look lovely អ្នកគួរឲ្យស្រឡាញ់ណាគួរឲ្យស្រឡាញ់ខ្លាំងហ្មងអូខេហើយមួយទៀតអូខេបងបាទ in the school you looks the most beautiful បាទក្នុងសាលាអ្នកឯងមើលទៅស្អាតដាច់គេហ្មងយើងមកមើលប្រយោគនេះមួយទៀត I really do like you អូខេខ្ញុំពិតជាចូលចិត្តអ្នកឯងណា do ហ្នឹងប្រហែលតែធ្វើប៉ុន្តែបើយើងនិយាយក្នុងន័យថា I really do ខ្ញុំពិតជានឹងហើយពិតជាហ្នឹងណាស់ពិតជាណាស់អញ្ចឹងបើយើងដាក់ថា I really do like ខ្ញុំពិតជាចូលចិត្តអ្នកឯងណាស់ចូលចិត្តខ្លាំង because ព្រោះអី you lovely អ្នកឯងគួរឲ្យស្រឡាញ់មើលទៅគួរឲ្យស្រឡាញ់ហ្នឹងហើយ you look lovely អូខេអញ្ចឹងយើងមកមើលពាក្យមួយទៀតអូខេ you are big mouth you are អ្នកគឺជា big mouth ហ្នឹងមាត់ធំអញ្ចឹង big mouth ហ្នឹងប្រែថាអ្នកឯងមាត់ធំណាស់អត់ទេគេប្រែថា you are big mouth គេប្រែថាមនុស្សមាត់អត់កម្របហ្នឹងហើយអ្នកឯងមាត់អត់កម្របដឹងរឿងសង្កាត់តិចតួចបាទបែកខ្ចាយខ្ទេចបាទអត់មានជួយលាក់គ្នាទេគេប៊ូទៅណាណីនោះមកវិញប្រាប់គេអស់លីងអញ្ចឹងហៅថា you are big mouth អូខេហើយយើងមកមើលពាក្យមួយទៀតគេនិយាយថាខ្ញុំមិនអាចធ្វើបានទេអញ្ចឹងគេអាចនិយាយថាខ្ញុំអាចទៅនឹងលេចេះទេខ្ញុំក៏ធ្លាប់គិតដែរអញ្ចឹងយើងនិយាយលើកទឹកចិត្តខាង A គេនិយាយទៅខាង B ថាគេថា you don't worry កុំបារម្ភហ្នឹងហើយ you don't worry កុំបារម្ភស្មើពាក្យថា you អូខេ you don't worry កុំព្រួយកុំបារម្ភហ្នឹងហើយ you can do it អូខេ you can do it អ្នកធ្វើវាបានអ្នកអាចធ្វើវាបានអូខេឬមួយក៏ពាក្យមួយទៀតគេអាចនិយាយបានថា you can through it for sure អ្នកអាចធ្វើវាបានយ៉ាងប្រាកដណាស់ហ្នឹងហើយគេនិយាយលើកទឹកចិត្តហ្នឹងហើយអ្នកអាចធ្វើវាបានយ៉ាងប្រាកដណាស់អូខេហើយគេនិយាយទៀតដែរ I trust you អូខេខ្ញុំទុកចិត្តអ្នកអូខេ you don't worry I trust you you don't give up អូខេកុំបោះបង់អ្នកកុំបោះបង់អូខេអញ្ចឹងខ្ញុំមកមិនមែនមកបង្រៀនបងប្អូននេះគឺមកឲ្យបងប្អូនហើយនឹងខ្ញុំរៀនជាមួយគ្នាហើយប្រឹក្សាយោបល់ជាមួយគ្នាបាទបន្តិចទៀតខ្ញុំនឹងបង្កើតក្រុមមួយសម្រាប់និយាយជាភាសាអង់គ្លេសជុំគ្នាលេងនឹងឲ្យវាស្មកុំឲ្យខ្មាស់កុំឲ្យអៀតអញ្ចឹងបងប្អូនហ្នឹងហើយបើមានបងប្អូនគាត់យើងមកមើលប្រយោគមួយទៀតអូខេ you are not alone you are not alone មានន័យថាអ្នកមិនឯកាទេ you are ហ្នឹងថាអ្នកគឺជាតែនៅពេលដែលគេដាក់ not ពីមុខវាជាប្រយោគបដិសេធវិញ you are not alone អ្នកមិនឯកាទេអញ្ចឹងខាងគេនឹងគេសួរវិញថា why អញ្ចឹងទៅខាងគេថាទៀតyou are not alone why ហើយខាងនេះគេនិយាយទៀតដែរខាងស្រីចុះឥឡូវដាក់ខាង B ចុះខាង B គេនិយាយទៀតដែរbecause I will stand by for you អូខេ
គេនៅឆោទីនេះសម្រាប់អ្នកអូខេមានន័យថាខ្ញុំនឹងនៅឆោទីនេះដើម្បីអ្នក stand by ហ្នឹងមានន័យថាឆោដើម្បីអ្នក stand by for សម្រាប់ឬក៏ដើម្បី for សម្រាប់ stand by គឺឆោរងចាំឬក៏ឆោដើម្បីអ្នកឆោដើម្បីអ្វីមួយអញ្ចឹងគេនិយាយថា I will stand by for you អូខេឥឡូវយើងមកមើលពាក្យមួយទៀតអូខេ you are well off you are well off ក៏ well off បងប្អូនហ្នឹងហើយជួយមើលខ្ញុំតិចហ្នឹងហើយអញ្ចឹងពាក្យហ្នឹងគេប្រើថាមើលតអ្នកទូធា you are ហ្នឹងតអ្នកគឺជាប៉ុន្តែបើយើងដាក់ well off well off ពីមុខហ្នឹងមានន័យថាវាប្រែទៅអ្នកគឺឬមួយក៏អ្នកពិតជាទូធាណាឥឡូវហ្នឹងហ្នឹងហើយគេនិយាយពាក្យហ្នឹងសំដៅទៅលើហេរញ្ញវត្ថុថាអ្នកមើលទៅស្ថានភាពល្អជីវភាពល្អណាមើលទៅអ្នកដូចជាសុខសប្បាយហ្នឹងហើយគឺប្រើបានបែបហ្នឹងហ្នឹងហើយអូខេ you are well off well off ហ្នឹងហើយនិយាយចឹងគេស្ដាប់បានដូចគ្នាអូខេអញ្ចឹងវាស្មើនឹងពាក្យថាyou are rich អូខេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយល់តែពាក្យហ្នឹងមួយ rich ប្រែថាអ្នកមានតែ you are well off ប្រែថាទូធាសុខសប្បាយសុខសប្បាយណាស្ថានភាពល្អអូខេអញ្ចឹងយើងមកមើលពាក្យមួយទៀតអូខេអ្នកបរិញ្ញាហែកអស់កុំខ្មាស់បងប្អូនអូខេយើងមកមើលពាក្យមួយទៀតអ្នកគឺជាម្ចាស់ជីវិតខ្ញុំអូខេអញ្ចឹងពាក្យហ្នឹងយើងមិនមែនប្រើបានតែលើដៃគូស្នេហាទេគឺប្រើបានតែលើដូចជាអ្នកមានគុណដូចជាឪពុកម្ដាយយើងអញ្ចឹងយើងតែនិយាយថាបើយើងនិយាយទៅកាន់ពុកម៉ែគេនិយាយថា you are my life មានន័យថាគាត់ជាអ្នកមានគុណរបស់យើងហ្នឹងហើយជាម្ចាស់ជីវិតប៉ុន្តែបើសិននិយាយទៅកាន់ my destiny ឬក៏ destiny ឬក៏គូព្រេងយើងឬមួយក៏បាទ my wife ប្រពន្ធវាស្មើនឹងពាក្យថាយើងស្រឡាញ់គាត់ស្មើនឹងជីវិតអូខេអញ្ចឹងយើងនិយាយថា you are my life អូខេហ្នឹងហើយឬមួយក៏ពាក្យមួយទៀតអូខេខ្ញុំនិយាយពាក្យមួយទៀតមក you are my everything អូខេមិញអ្នកគឺជាម្ចាស់ជីវិតរបស់ខ្ញុំហានេះអូនគឺជាអ្វីៗគ្រប់យ៉ាងរបស់បងឬមួយក៏អ្នកគឺជាអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំយើងអាចនិយាយទៅកាន់ពុកម៉ែបានដូចគ្នា you are my everything អូខេហ្នឹងហើយអញ្ចឹងយើងមកមើលប្រយោគមួយទៀតអ្នកឯងពិតជាស្រឡាញ់អូនមែនឬលោកហើយលោកបងពិតជាស្រឡាញ់អូនមែនឬមួយក៏អ្នកពិតជាស្រឡាញ់ខ្ញុំមែនឬអូខេគេអាចនិយាយបានថា do you really love me អូខេ I really ហ្នឹង I really ហ្នឹង do you really love me អូខេអ្នកឯងពិតជាស្រឡាញ់ខ្ញុំមែនឬគ្រាន់តែចូលមកលេងសើចក្នុងជីវិតខ្ញុំទេខ្ញុំគេបោករហូតបងប្អូនបាទស្រីបោកដល់ភ្លេចគេកុហកសោះជាជឿគេដែរពេលគេនិយាយការពិតខូចចិត្តអូខេ do you really love me ចឹងខាងប្រុសវាតបវិញណាwhy don't you believe me okay. why don't you believe me ហើយបើមិនជឿបងអូខេ because you are a liar អូខេអ្នកឯងគឺជាមនុស្សកុហកអូខេ you are a liar អូខេអ្នកគឺជាមនុស្សកុហក you are a liar ខ្ញុំពេលខ្លះខ្ញុំសរសេរអីគេហៅ simple ខ្មែរចូលពេលខ្លះខ្ញុំអត់បានសរសេរទេបងប្អូនដោយសារតែមិនថាខ្ញុំខ្ជិលទេគឺថាសារតែភ្នែកខ្ញុំមើលមិនឃើញទេខ្ញុំប្រឹងមើលអេក្រង់ទូរស័ព្ទខ្ញុំកាត់តវីដេអូចូលទៅវាថាពេលខ្លះវារៀនឈឺភ្នែកចឹងទៅសកម្មភាពបងប្អូននឹងយល់ថាពេលខ្លះមិនក៏សារៈមានអក្សរខ្មែរពេលខ្លះអត់មានអញ្ចឹងដោយសារតែបែបហ្នឹងឯងគឺបងប្អូនមើលតែភ្នែកខ្ញុំទៅនេះគឺយើងនិយាយថាមើលឃើញដែរតែឃើញតិចហើយចិត្តបួលធ្វើវីដេអូឲ្យបងប្អូនមើលលេងទៅវាស្ដាយវីដេអូដែលខ្ញុំបានរៀនហើយជាច្រើនវាមិនច្រើនពេកគាត់ថាវាល្មមបាទវាគ្រាន់តែជាងអត់ចេះនិយាយចំទៅហ្នឹងបើយើងមិនរៀនវាពិបាកតែបើយើងអត់ចេះសោះវាពិបាកជាងយើងអត់រៀនហ្នឹងហើយយើងរៀនវាពិបាកតែបើយើងមិនរៀនវាពិបាកជាងយើងអត់រៀនហ្នឹងហើយអញ្ចឹងយើងមកមើលមួយទៀត you are liar អ្នកគឺជាមនុស្សកុហកណាអញ្ចឹងខាងខ្ញុំក៏តបទៀតដែរអូខេI really love you very much អូខេអញ្ចឹងបងពិតជាស្រឡាញ់អូនខ្លាំងណាស់ឬមួយក៏យើងអាចសរសេរបានដូចនេះ I do love you អូខេ I do love you ថាជាសកត់ពាក្យឌូពីមុខឌូស្មើពាក្យថាធ្វើប៉ុន្តែបើយើងសរសេរពាក្យ I do មានតែខ្ញុំធ្វើ I do love you ខ្ញុំធ្វើជាស្រឡាញ់ទេអត់ទេគេថាបងពិតជាស្រឡាញ់អូនខ្លាំងណាស់ស្រឡាញ់ខ្លាំងមកស្រឡាញ់គឺសង្កត់ធ្ងន់មកកន្លែងហ្នឹងហើយពាក្យឌូមួយម៉ាត់ហ្នឹងពាក្យឌូដូចជាស្រាលទេតែខ្ញុំលើគេថាធ្ងន់ខ្ញុំអត់យល់ដែរប្រយោគគេមកអញ្ចឹងដែរ
ដូចគេថាតាមគេទៅបងប្អូនហ្នឹងហើយពេលយើងនិយាយទៅឲ្យគេស្ដាប់អានទៅបាច់ឆ្ងល់ច្រើនទេហ្នឹងហើយហើយឬមួយក៏គេអាចនិយាយបានថាខាងស្រីក៏តបវិញហើយខាងស្រីក៏តបថាស្រឡាញ់អូនប៉ុណ្ណាអូខេស្រឡាញ់អូនប៉ុណ្ណាស្រឡាញ់ប៉ុណ្ណាវាចាំមកផលិតអូខេអញ្ចឹងhow much do you love me អូខេស្រឡាញ់អូនប៉ុណ្ណាយើងអាចនិយាយបានថា how much do you love me អូខេអញ្ចឹងខាងប្រុសវាតបវិញទៀតដែរ I love you from head to toe អូខេ from head to toe មានស្រឡាញ់ពីក្បាលដល់ចុងជើង head នេះក្បាលបងប្អូន I love you from head to toe ប្រែថាI love you from head to toe មានន័យថាស្រឡាញ់ស្ទើរលេបមិនមែនស្រឡាញ់ពីក្បាលដល់ចុងជើងទេតែពីក្បាលដល់ជើងមានន័យថាស្ទើរលេបបងប្អូនអញ្ចឹងស្រឡាញ់ស្ទើរលេបហ្នឹងហើយស្រឡាញ់អូនពីក្បាលដល់ចុងជើងខាងស្រីគេចប់ទៀតដែរអូ I don't care I don't care I believe him អូខេអត់ជឿឬមួយក៏ I don't believe អត់ជឿ I don't believe you អត់ជឿហ្នឹងហើយសព្វយោគទៅដើរទេបងប្អូនហ្នឹងហើយអត់ជឿអញ្ចឹងខាងប្រុសគេថា I can swear for you អូខេin my heart only you អូខេឬមួយក៏ I have only you in my heart បងមានតែអូនម្នាក់មកគ្រាប់ក្នុងបេះដូងហ្នឹងហើយមកគ្រាប់គាត់ក្នុងបេះដូងបងអាចស្បត់ជូនអូនបាន I can swear for you អូខេប្រយោគក៏យើងរៀននិយាយចឹងរៀននិយាយយូរអូខេចេះហ្នឹងបងប្អូនចេះប៉ុន្តែទោះបីយើងនិយាយអត់ច្បាស់ដូចជនជាតិប៉ុន្តែយើងនិយាយច្បាស់តាមតួអក្សរគេបងកន្លែងណាខ្ញុំមិនច្បាស់ខ្ញុំទៅសួរលោញហើយទៅសួរគ្រូលោញឲ្យគ្រូលោញប្រាប់ថាកន្លែងនេះគេអាចថាម៉េចយើងមកប្រាប់បងប្អូនទៀតអូខេអញ្ចឹងយើងមកមើលពាក្យនេះមួយទៀត you can កន្លែងនេះខ្ញុំអានថា success ចុះហ្នឹងហើយបើតាមខ្ញុំស្ដាប់សំឡេងជនជាតិនិងសំឡេង translate និងសំឡេង AI ហ្នឹងហើយអញ្ចឹងវាអានថា success ប៉ុន្តែលោកគ្រូគាត់អានថា succeed មិនទេខ្ញុំឥឡូវខ្ញុំអាន success ទៅ success អូខេអញ្ចឹង you can success for sure in your life okay you can success for sure in your life okay អ្នកប្រកាសជាជោគជ័យក្នុងជីវិតរបស់អ្នកហ្នឹងហើយឬមួយក៏អ្នកអាចនឹងជោគជ័យក្នុងជីវិតរបស់អ្នកយ៉ាងប្រាកដI believe you I believe you ទៀតខ្ញុំជឿអ្នកអូខេអញ្ចឹងរៀនប្រយោគដដែលបងប្អូននិយាយបានច្រើនណាស់ពេលហ្នឹងហើយអូខេយើងមកមើលប្រយោគមួយទៀតបាទគេថាអ្នកឯងមិនអាចបន្ទោសខ្ញុំបានទេអូខេអញ្ចឹងធ្វើការងារតែ2អ្នក3អ្នកទាំងអស់គ្នាទៅពេលបន្ទោសតែយើងមួយអញ្ចឹងយើងអាចនិយាយបានថា you can't blame me អូខេ you can នោះស្មើនឹងពាក្យថាបដិសេធវាស្មើនឹងពាក្យថា you cannot អញ្ចឹង can you can't blame me អ្នកឯងមិនអាចបន្ទោសខ្ញុំបានទេធ្វើការទាំងអស់គ្នាបន្ទោសតែឯងមួយហ្មងត្រូវឡើយយើងមកមើលពាក្យនេះមួយមកនេះរក្សាការសម្ងាត់ឬមួយក៏រក្សាវាជាអាថ៌កំបាំងគេអាចនិយាយបានថា keep it secret អូខេអាមួយ keep in touch រក្សាការចាប់ឬមួយក៏រក្សាទំនាក់ទំនងអាមួយនេះ keep it secret អូខេរក្សាការសម្ងាត់អូខេបាទអញ្ចឹងយើងនិយាយមកប្រយោគនេះyou must keep it secret អូខេអ្នកឯងត្រូវតែរក្សាការសម្ងាត់អូខេរឿងនេះដឹងតែអ្នកឯងមួយទេដូច្នេះអ្នកឯងត្រូវតែរក្សាការសម្ងាត់ឬមួយក៏រក្សាវាជាអាចកំបាំងយើងទៅណែ K2 ក៏អីនេះមុនហ្នឹងហើយរក្សាការសម្ងាត់ណាឬនៅអូខេអញ្ចឹងយើងអាចនិយាយបានថា I tell only you so you must keep it secret អូខេខ្ញុំប្រាប់តែអ្នកឯងម្នាក់គត់ so you must អ្នកឯងត្រូវតែ keep it secret រក្សាការសម្ងាត់មានតែអ្នកម្នាក់គត់តែដឹងរឿងនេះអូខេ only you know this អូខេ only you know this so so you must keep it secret អូខេ so រក្សាជាអាកំបាំងអូខេអញ្ចឹងយើងមកមើលប្រយោគមួយទៀតអូខេអ្នកឯងពិតជាល្អណាស់ហ្នឹងហើយល្អណាស់អ្នកឯងពិតជាល្អណាស់អូខេអញ្ចឹងយើងអាចនិយាយបានថា you are the best អូខេ you are the best
Okay, Sarah, you are the best. Okay, you can play piano, play solo, play cornet, play. Okay, you are the best. Okay, chẳng có một cái ấp dạo dạo sót tao mong. Okay,យើងមកមើលប្រយោគមួយទៀតបងប្អូនបាទខ្ញុំឆោតលេខហ្នឹងបងប្អូនតិចអត់មានដងកាមេរ៉ាផងយើងមកមើលពាក្យនេះមួយទៀតអូខេ you are the greatest អូខេ you are the greatest ហ្នឹងមានន័យថាអ្នកពិតជាល្អដាច់គេល្អអស្ចារ្យល្អបំផុតអូខេអញ្ចឹងយើងអាចដាក់មួយទៀតមកyou are the greatest leader អូខេ leader អ្នកដឹកនាំថ្នាក់ដឹកនាំអ្នកដឹកនាំអូខេអញ្ចឹងថាអ្នកគឺជាអ្នកដឹកនាំដ៏អស្ចារ្យបំផុត Okay, you are the greatest leader. Greatest. អូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូតែប៉ុណ្្នឹងទេអរគុណសម្រាប់ពេលវេលាដែលបងប្អូនតាមដានវីដេអូរបស់ខ្ញុំអូខេបាទអញ្ចឹងI hope to see you in the next time it everyone like my video don't forget please subscribe my video for more video okay bye now